អូនប្រុសថាប្រពន្ធស្រឡាញ់មុខមាត់តែពិតស្រឡាញ់មុខមាត់អត់មានអីខុសទេអូនប៉ុន្តែស្រឡាញ់មុខមាត់ក្នុងគោលដៅមួយដែលយើងដើរនៅក្នុងផ្លូវត្រូវដែលក្នុងផ្លូវក្នុងការប្រឹងប្រែងរកស៊ីប្រឹងប្រែងរកចំណូលដល់ពេលដែលយើងតបនឹងការប្រឹងប្រែងរកចំណូលប្រឹងប្រែងរកស៊ីយើងសល់លុយពេលសល់លុយនោះយើងឆ្លើយតបនឹងការលើកទឹកចិត្តខ្លួនយើងប្រើប្រាស់សម្ភារៈនិយមហេតុអីយើងត្រូវប្រើព្រោះយើងរកបានហើយលុយយើងសល់ហើយអញ្ចឹងសម្ភារៈនិយមយើងប្រើអត់មានជាបញ្ហាទេយើងមិនមានជាពាក្យគេណាយើងលុយយើងសល់យើងយកមកទិញទៅអានេះគឺការលើកចិត្តខ្លួនឯងព្រោះការប្រឹងប្រែងរបស់យើងវាតបស្នងមកផលអញ្ចឹងប៉ុន្តែបើសិនជាយើងថាស្រឡាញ់មុខមាត់ទេយើងអត់ប្រឹងប្រែងទេបែរជាប្រឹងរកបំណុលអត់មានប្រឹងប្រែងរកលុយទេព្រោះយើងថាទៅចងការគេទិញសម្ភារៈនិយមយើងទៅបងរំលោះយើងទៅខ្ចីធនាគារមកទិញសម្ភារៈនិយមអានឹងដែលផ្លូវមួយដែលផ្លូវហ្នឹងគូអត់គ្រប់គ្រងទេបើសិនជាយើងជួនកាលជួនកាលយើងបងរំលោះដែរប៉ុន្តែយើងប្រើយុទ្ធសាស្ត្ររបស់យើង70 30យើងមានលុយ70%ទៅហើយយើងរំលោះ30%ទៅអានឹងហានិភ័យក៏ទាបហើយលុយរបស់យើងក៏បង់ទៅច្រើនអញ្ចឹងអត់សូវខាតប៉ុន្មានទេក៏ប៉ុន្តែចំណុចដែលល្អបំផុតគឺយើងប្រើលុយខ្លួនយើងដែលសល់និងចំណុចដែលល្អបំផុតនៅក្នុងការទិញរបស់របរសម្ភារៈនិយមបាទគឺនៅពេលដែលយើងយកលុយដែលសល់ពីការប្រើប្រាស់សល់ពីការរកស៊ីសល់ពីការធ្វើការយើងទៅទិញរបស់របរមកប្រើប្រាស់វាមិនជាបញ្ហាទេហេតុអីព្រោះយើងលំនឹងហិរញ្ញវត្ថុរបស់យើងសេរីភាពហិរញ្ញវត្ថុរបស់យើងនឹងណូហើយអញ្ចឹងការប្រើប្រាស់សម្ភារៈនិយមគឺអូខេអត់បញ្ហាប៉ុន្តែបើសិនជាយើងការងារយើងក៏មិនទាន់នឹងណូមុខរបររបស់យើងក៏មិនទាន់នឹងណូអាជីវកម្មរបស់យើងកូនចៅរបស់យើងស្ថិតក្នុងលំនឹងហិរញ្ញវត្ថុរបស់យើងអត់សូវល្អទេយើងយកលុយទៅសម្ភារៈនិយមយើងខ្ចីគេថែមទៀតអានឹងគឺជាបន្ទុកអញ្ចឹងមានន័យថាការស្រឡាញ់មុខមាត់បែបហ្នឹងស្ថិតនៅក្នុងផ្លូវមួយដែលមិនត្រឹមត្រូវទេហេតុអីពីព្រោះកាលណាយើងមានវិបត្តិហិរញ្ញវត្ថុយើងលុយក៏មិនសល់តែលុយយើងចាយមិនសល់ហើយយើងទៅខ្ចីគេថែមទៀតវាមានអីត្រូវសល់អញ្ចឹងន័យថាបំណុលថែមលើបំណុលគឺវាវ័នកកណាវ័នកអ្នកណានៅវេទនាពីខ្លួនយើងនៅវេទនាហ្នឹងឯងហេតុអីព្រោះអីយើងទិញសម្រាប់និយមមកដើម្បីបង្អួតគេអាការបង្អួតគេហ្នឹងក៏នៅពេលយើងមានបញ្ហាហិរញ្ញវត្ថុពេលយើងពិបាកគេអត់មានអីមកជួយយើងទេគឺខ្លួនយើងតើអ្នករ៉ាប់រងខ្លួនយើងវេទនាតែខ្លួនយើងទេអានឹងត្រូវគិតឲ្យច្បាស់នៅក្នុងកន្លែងហ្នឹងបាទចឹងអរគុណចានេះគ្រាន់តែជាការចែកម្លែកទេបងប្អូនមានលុយគ្រប់គ្រាន់ហើយទិញដូរក៏មិនជាបញ្ហាទេបើជាពាក្យគេឬក៏មិនទាន់នឹងណទេគឺសំណុំពរឲ្យសន្សំលុយសិនដើម្បីឲ្យយើងមានហិរញ្ញវត្ថុល្អសិន